តែចាក់សូវៀតមហាសហរដ្ឋអាមេរិកអង់គ្លេសបារាំងដែលបានធ្វើឲ្យមនុស្សជាតិមានសេចក្តីរីករាយរួចផុតពីគ្រោះមហន្តរាយនៃលទ្ធិផាស៊ីដ៏យូរឆ្នាំនេះទិវាកុមារអន្តរជាតិ1មិថុនាត្រូវបានកាលឡើងដោយសម័យប្រជុំសម្ព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិកាលពីខែមករាឆ្នាំ1949នៅទីក្រុងម៉ូស្គូអតីតសហភាពសូវៀតសេចក្តីបង្កើតទិវានេះត្រូវបានទទួលការគាំទ្រពីអង្គការសម្ព័ន្ធសហជីពអន្តរជាតិអង្គការសម្ព័ន្ធយុវជនប្រជាធិបតេយ្យអន្តរជាតិនិងអង្គការអន្តរជាតិនានាផងដែរចាប់ពីពេលនោះមកប្រទេសជាច្រើននៅលើពិភពលោកបានប្រារព្ធទិវាកុមារអន្តរជាតិ1មិថុនារៀងរាល់ឆ្នាំទិវានេះក៏ត្រូវបានទទួលការគាំទ្រពីប្រទេសជាច្រើនលើសកលលោកទិវាកុមារអន្តរជាតិ1មិថុនាត្រូវបានប្រារព្ធឡើងនៅប្រទេសជាច្រើនលើសកលលោកចាប់ពីឆ្នាំ1950តទៅមក